ស្វាគមន៍ការមកកាន់ Channel ចែករំលែកចំណេះដឹងរបស់យើងកាលពីសប្តាហ៍មុនខ្ញុំបានលើករួចមកហើយនៅទស្សនវិជ្ជារបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងសប្តាហ៍នេះខ្ញុំលើកយកនៅទស្សនវិជ្ជារបស់អ្នកប្រាជ្ញនិងកម្ពុជាទស្សនវិជ្ជាមួយរូបទៀតដើម្បីលើកយកមកអានជូនដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាកម្ពុជាទស្សនវិជ្ជាមួយរូបទៀតដែលខ្ញុំនឹងលើកយកមកអានជូនជាបន្តនោះគឺមានឈ្មោះថាខុងជឺគឺជាជនជាតិចិនឆ្នាំកំណើតរបស់លោកគឺកើតនៅក្នុងឆ្នាំ551មុនគ្រិស្តសករាជទីកន្លែងកំណើតគឺខេត្តលូប្រទេសចិនមិត្តរបស់គាត់គឺអធិរាជសឹកស៊ុនជឺជំនឿគោរពឋានសួគ៌សាសនាអ្នកបង្កើតសាសនាខុងជឺក្រោយពេលឪពុកស្លាប់ធ្វើការជាអ្នកបម្រើតាមផ្ទះក្រុមងារទស្សនវិទូនិងអ្នកអប់រំទ្រឹស្ដីនយោបាយដើម្បីឲ្យប្រទេសជាតិប្រសើរបំផុតមនុស្សម្នាក់គប្បីធ្វើអ្វីៗទៅតាមទូនាទីរបស់ខ្លួនឥទ្ធិពលទស្សនវិជ្ជាលើប្រទេសចិនកូរ៉េជប៉ុននិងវៀតណាមបេះដូងទស្សនវិជ្ជាសិលធម៌និងគុណធម៌ប្រសើរជាងច្បាប់នៅក្នុងចន្លោះឆ្នាំ770ដល់ឆ្នាំ220មុនគ្រិស្តសករាជប្រទេសចិនមានការរីកចម្រើនវប្បធម៌យ៉ាងខ្លាំងសាលាទស្សនវិជ្ជារាប់រយត្រូវបានបង្កើតឡើងខុងជឺបានក្លាយជាទស្សនវិទូដ៏ល្បីល្បាញនៅលោកខាងកើតចំណែកឯទស្សនវិទូតាឡេសនិងពីតាហ្គើបានកើតឡើងនៅខាងលោកខាងលិចយោងតាមប្រវត្តិសាស្ត្រចិនខុងជឺកើតក្នុងឆ្នាំ551មុនគ្រិស្តសករាជនៅក្នុងខេត្តលូនៃប្រទេសចិនជីវិតរបស់ខុងជឺបានជួបប្រទះពេលលំបាកក្រោយពេលឪពុករបស់គាត់បានស្លាប់ទៅនៅពេលដែលគាត់មានអាយុទើបតែ3ឆ្នាំប៉ុណ្ណោះដើម្បីបន្តការរស់នៅក្នុងលក្ខខណ្ឌបែបនេះខុងជឺបានធ្វើការជាអ្នកបម្រើប៉ុន្តែទោះជាយ៉ាងណាក៏ដោយខុងជឺបានឆ្លៀតឱកាសសិក្សាបានយ៉ាងល្អរហូតក្លាយជាមន្ត្រីនៅស្ថាប័នតុលាការខេត្តលូដោយសារតែនៅប្រទេសចិនមានអស្ថិរភាពនយោបាយទស្សនវិទូខុងជឺវ័យ50ឆ្នាំបានសម្រេចចិត្តចាកចេញពីខេត្តលូដើម្បីស្វែងរកអ្នកដឹកនាំដែលអាចជួយយកទស្សនវិជ្ជារបស់គាត់ទៅអនុវត្តក្នុងសង្គមគាត់បានចំណាយពេលអស់13ឆ្នាំក្នុងការស្វែងរកអ្នកដឹកនាំប៉ុន្តែគាត់ពុំអាចស្វែងរកឃើញនោះទេទស្សនវិទូរូបនេះចំណាយពេលយ៉ាងច្រើនក្នុងជីវិតរបស់គាត់ដើម្បីបង្រៀនទស្សនវិជ្ជារហូតដល់ថ្ងៃអវសានទស្សនវិជ្ជាខុងជឺបានល្បីល្បាញនិងធ្វើឲ្យមានការផ្លាស់ប្ដូរចំពោះការគិតក្នុងលោកទស្សនវិជ្ជារបស់គាត់ត្រូវបានគេរកឃើញក្នុងស្នាដៃរបស់គាត់ឈ្មោះថា Analytic ទស្សនវិជ្ជាខុងជឺផ្ដោតសំខាន់លើការសិក្សាអំពីតម្លៃសីលធម៌តម្លៃជីវិតនិងទស្សនវិជ្ជាដឹកនាំប្រទេសជាដើមអ្វីដែលអ្នកមិនប្រាថ្នាចំពោះខ្លួនឯងចូលអ្នកកុំប្រាថ្នាឲ្យវាកើតឡើងចំពោះអ្នកដទៃនេះគឺជាទស្សនវិជ្ជាចម្បងរបស់ទស្សនវិទូខុងជឺប្រជុំអត្ថបទខុងជឺ Analytic មិនដូចទស្សនវិទូចិនសម័យមុននោះទេទស្សនវិទូខុងជឺបានកលេចមើលទៅរកអតីតកាលដើម្បីលើកទឹកចិត្តខ្លួនឯងទស្សនៈរបស់គាត់គ្រប់ដណ្ដប់ទៅដោយធម្មជាតិការគោរពនិងការឲ្យតម្លៃដល់អ្នកដឹកនាំជំនាន់មុនរជ្ជកាលឈូត្រូវបានគេសន្មតថាជារជ្ជកាលដែលបានទទួលបញ្ជាពីឋានសួគ៌ដើម្បីគ្រប់គ្រងផែនដីរចនាសម្ព័ន្ធបុរាណបានតាំងនៅយ៉ាងមាំនៅក្នុងប្រទេសចិនប៉ុន្តែទស្សនៈខុងជឺគឺទស្សនវិទូថ្មីមួយដែលមានតួនាទីជាទីប្រឹក្សាតុលាការនិងធ្វើការផ្នែកស៊ីវិលអ្នកដឹកនាំទទួលបានភាពស្របច្បាប់មិនមែនតាមការផ្ទេរអំណាចបន្តពីឪពុកទៅកូនប៉ុន្តែភាពស្របច្បាប់អាស្រ័យលើគុណសម្បត្តិរបស់អ្នកដឹកនាំផ្ទាល់តែម្ដងការសំយោគរវាងទ្រឹស្ដីមុននិងការជ្រើសរើសអ្នកដឹកនាំតាមគុណសម្បត្តិបង្កើតបានជាទស្សនវិជ្ជាសិលធម៌ដ៏ល្បីល្បាញក្នុងពិភពលោកទស្សនវិជ្ជាទាំងអស់នេះមានប្រភពមកពីស្នាដៃរបស់គាត់ឈ្មោះថាប្រជុំអត្ថបទខុងជឺដែលសរសេរនិងចងក្រងដោយកូនសិស្សរបស់គាត់ក្នុងស្នាដៃនេះផ្ដោត
លើទិសដីនយោបាយនិងសិលធម៌របស់ល្អបានមកដល់លំបាកប៉ុន្តែរបស់អាក្រក់បានមកដល់នាយនេះក៏ជាទិសដីដ៏ពេញនិយមរបស់កងជើនោះដែរការរស់នៅទៅដោយគុណធម៌មុនពេលសាលាទស្សនវិជ្ជារាប់រយកន្លែងចាប់ផ្ដើមកើតឡើងពិភពលោកនេះត្រូវបានពន្យល់បកស្រាយតាមទេវកថានិងសាសនាហើយអំណាចនិងសិលធម៌សង្គមគឺជាការកំណត់របស់អាទិទេពទស្សនវិទូของជើមិនបញ្ចេញទស្សនៈអ្វីច្រើនចំពោះអាទិទេពឡើយប៉ុន្តែគាត់ពន្យល់ថាឋានសួគ៌គឺជាប្រភពនៃអំណាចក្នុងការអនុវត្តសិលធម៌មនុស្សគឺជាភ្នាក់ងារមួយដែលឋានសួគ៌បានបង្ជ្រើសរើសដើម្បីឲ្យសម្រេចបំណងរបស់ឋានសួគ៌និងរួបរวมពិភពលោកតាមរយៈអំណាចសិលធម៌នេះគឺជាទស្សនៈរបស់ចិនបែបប្រពៃណីបុរាណប៉ុន្តែទស្សនវិទូของជើមិនយល់ស្របទៅនឹងទស្សនៈខាងលើនេះឡើយព្រោះគាត់យល់ថាគុណធម៌មិនមែនជាអ្វីដែលឋានសួគ៌កំណត់ចំណែកវណ្ណៈដឹកនាំក៏ដូចគ្នាដែរក្នុងន័យនេះគាត់មិនឲ្យតម្លៃទៅលើវណ្ណៈណាមួយនៅក្នុងការដឹកនាំប៉ុន្តែគាត់ឲ្យតម្លៃទៅលើសិលធម៌ជាក់ស្ដែងរបស់មនុស្សគុណធម៌អាចកើតមានបានចំពោះមនុស្សទាំងអស់យោងតាមបទពិសោធន៍ជារដ្ឋមន្ត្រីក្រសួងយុតិធម៌របស់ទស្សនវិទូของជើតួនាទីរបស់អ្នកដឹកនាំនិងវណ្ណៈកណ្ដាលគឺដើម្បីស្វែងរកយុត្តិធម៌សង្គមនិងស្ថិរភាពសង្គមគាត់បន្ថែមថាគុណធម៌របស់មនុស្សមិនសំដៅយកមនុស្សណាម្នាក់ដែលមានតួនាទីខ្ពស់បំផុតនោះឡើយប៉ុន្តែគឺជាអ្នកដែលយល់ពីតួនាទីរបស់ខ្លួននិងអាចបំពេញតួនាទីរបស់ខ្លួនដោយពេញលេញដើម្បីសន្មតថាទង្វើណាមួយប្រកបដោយគុណធម៌គឺត្រូវពឹងផ្អែកលើតម្លៃរបស់ចិនទាំង4គឺភាពស្មោះត្រង់កតញ្ញូសិលធម៌និងការជួយគ្នាទៅវិញទៅមកមនុស្សណាដែលប្រតិបត្តិតាមគុណធម៌ត្រូវបានទស្សនវិទូของជើហៅថាជាសុភាពបុរសឬអ្នកដឹកនាំខ្ពង់ខ្ពស់មនុស្សខាងលើនេះគឺជាមនុស្សមានគុណធម៌ចំណេះដឹងនិងមានសុជីវធម៌គាត់ជឿលើអំណាចនៃមេត្តាធម៌ប្រសិនបើគេឲ្យអ្នកជ្រើសរើសរវាងគំរូល្អក្នុងការដឹកនាំនិងការធ្វើឲ្យអ្នកដទៃខ្លាចអ្នកចូលជ្រើសរើសយកគំរូល្អក្នុងការដឹកនាំព្រោះគំរូល្អនេះពិតជាអាចលើកទឹកចិត្តប្រជារាស្ត្រឲ្យមានគុណធម៌ក្នុងជីវិតសិលធម៌ប្រសើរជាងច្បាប់យោងតាមទស្សនវិទូของជើប្រទេសមួយមានសេចក្តីសុខបានគឺមិនមែនដោយសារការយកច្បាប់និងការដាក់ទណ្ឌកម្មជាធំនោះទេរដ្ឋាភិបាលប្រសើរបំផុតគឺជាប្រព័ន្ធដែលយកគុណធម៌ជាធំក្នុងការដឹកនាំគាត់បានពន្យល់ថាប្រសិនបើប្រជារាស្ត្រត្រូវបានគេដឹកនាំដោយយកច្បាប់ជាធំច្បាស់ណាស់ថាការដាក់ទណ្ឌកម្មប្រកាសជាកើតមានបន្ទាប់មកប្រជារាស្ត្រនឹងចាប់ផ្ដើមរកមធ្យោបាយគេចវេះពីការដាក់ទណ្ឌកម្មហេតុនេះប្រជារាស្ត្រប្រកាសជាពុំមានមនសិការក្នុងការខ្មាស់អំពើទុច្ចរិតនិងអំពើអសិលធម៌នោះទេផ្ទុយមកវិញប្រសិនបើប្រជារាស្ត្រត្រូវបានដឹកនាំដោយប្រើប្រាស់គុណធម៌វិញក្រមសីលធម៌នឹងកើតមានក្នុងសង្គមមនសិការនឹងកើតមានក្នុងសង្គមប្រជារាស្ត្រនឹងខ្មាស់អៀននឹងទង្វើអសិលធម៌និងអំពើទុច្ចរិតដោយខ្លួនឯងទីបំផុតសង្គមនឹងមានសេចក្តីសុខដោយសារមនុស្សម្នាក់គោរពទៅតាមទូនាទីរបស់ខ្លួនក្នុងសង្គមអ្នកដែលគិតតែសិក្សាប៉ុន្តែគ្មានការពិចារណាគឺការបរាជ័យចំណែកឯអ្នកដែលគិតតែពិចារណាប៉ុន្តែគ្មានការសិក្សាគឺប្រកាសជាគ្រោះថ្នាក់ធំនេះក៏ជាទិសដៅចម្បងរបស់ប្រាជ្ញវិទូของជើនោះដែរភាពស្មោះត្រង់និងពិធីសាសនាទស្សនវិទូของជើប្រើប្រាស់គុណធម៌ក្នុងការធ្វើជាមូលដ្ឋានសម្រាប់ការដឹកនាំនិងការរស់នៅមុនដំបូងគាត់ពន្យល់អំពីសារៈសំខាន់នៃភាពស្មោះត្រង់របស់មន្ត្រីរាជការចំពោះអ្នកដឹកនាំបន្តមកទៀតគាត់ពន្យល់អំពីទំនាក់ទំនងស្រដៀងគ្នានេះដែលរវាងឪពុកនិងកូនប្តីប្រពន្ធបងប្អូនប្រុសស្រីនិងមិត្តភ័ក្តិវឌ្ឍនានុក្រមចំពោះភាពស្មោះត្រង់គឺភាពស្មោះត្រង់ចំពោះប្រទេសជាតិដំបូងគេបំអស់បន្ទាប់មកភាពស្មោះត្រង់ចំពោះគ្រួសារនិងបកសម្ព័ន្ធរបស់ខ្លួននិងចុងក្រោយបំផុតគឺភាពស្មោះត្រង់ចំពោះមិត្តនិងមនុស្សទូទៅមនុស្សម្នាក់ក៏បីយល់ដឹងពីឋានានុក្រមនិងតួនាទីរបស់ខ្លួននៅក្នុងសង្គមគ្រួសារនិងក្នុងបកសម្ព័ន្ធរបស់ខ្លួនយោងតាមទស្សនវិទូของជើដើម្បីឲ្យប្រទេសជាតិមានសុភមង្គលអ្នកដឹកនាំគួរអនុវត្តទិសដៅ5យ៉ាងនេះ
អ្នកដឹកនាំនិងមន្ត្រីរាជការអ្នកដឹកនាំចាំបាច់ត្រូវមានចិត្តសន្តោសប្រណីមន្ត្រីរាជការចាំបាច់ត្រូវមានភាពស្មោះត្រង់ឪពុកម្ដាយនិងកូនម្ដាយឪពុកផ្ដល់សេចក្តីស្រឡាញ់ឲ្យកូនចំណែកកូនទៅស្ដាប់ឱវាទឪពុកម្ដាយប្តីនិងប្រពន្ធប្តីគួរជាមនុស្សល្អចំណែកប្រពន្ធគួរចេះយោគយល់បងនិងប្អូនមានសិទ្ធិចរិតភាពរៀបសារចំណែកប្អូនវិញគួរគោរពត្រកូលរៀមច្បងមិត្តនិងមិត្តអាយុច្រើនគួរយោគយល់ដល់មិត្តអាយុតិចមិត្តអាយុតិចគួរសុភាពរៀបសារគំរូល្អក្នុងការដឹកនាំយោងតាមប្រពៃណីចិនអ្នកដឹកនាំប្រទេសតែងតែប្រាប់ប្រជារាស្ត្រអំពីមាគ៌ាដឹកនាំជីវិតឆ្ពោះទៅរកសុភមង្គលប៉ុន្តែទស្សនវិទូខុងជើមិនយល់ស្របជាមួយទស្សនៈខាងលើនោះទេព្រោះគាត់យល់ថាប្រជារាស្ត្រម្នាក់នៅក្នុងសង្គមគប្បីដឹកនាំជីវិតរបស់ពួកគេឲ្យល្អនិងមានសុភមង្គលទៅតាមមាគ៌ារៀងៗខ្លួនប្រសិនបើអ្នកធ្វើអំពើល្អអ្នកដទៃនឹងធ្វើល្អតាមគំរូអ្នកលោកបន្តថាអ្នកដឹកនាំមិនគប្បីដាក់បញ្ជាឲ្យអ្នកនោះរស់នៅយ៉ាងនេះអ្នកនោះរស់នៅយ៉ាងនោះព្រោះអ្នកដឹកនាំគប្បីដឹកនាំជីវិតរបស់ខ្លួនឲ្យបានល្អជាមុនសិនដើម្បីផ្ដល់ជាគំរូល្អដល់អ្នកដទៃការអប់រំ6ចំណុចក្រៅពីការអប់រំមនុស្សឲ្យមានសីលធម៌និងស្រឡាញ់សន្តិភាពទស្សនវិទូខុងជើបានបង្រៀនផ្ដោតលើវិស័យ6សំខាន់ផ្សេងទៀតការសរសេរអក្សរផ្ចង់ការជិះរទេះសេះការបាញ់ធ្នូពិធីសាសនាការគិតលេខតន្ត្រីគោលដៅនៃការបង្រៀនរបស់លោកគឺដើម្បីឲ្យមនុស្សរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនាជាមួយគ្នាជៀសវាងការប្រើអំពើហិង្សានិងការកាប់សម្លាប់ផ្សេងទិសដៅរបស់ខុងជើបានក្លាយជាកម្រងប្រពៃណីនិងសិលធម៌របស់ប្រទេសចិនចាប់តាំងពីពេលនោះមក